ស្វាគមន៍មកកាន់ Edufan Channel នៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយអំពីវិធីរៀនអង់គ្លេសឲ្យឆាប់ចេះវិធីទី1គឺយើងត្រូវកំណត់គោលដៅថាយើងចង់ចេះប៉ុណ្ណាឧទាហរណ៍ថាតើយើងចង់ចេះនិយាយសន្ទនាគ្នាធម្មតាឬក៏យើងចង់ចេះឲ្យបានបន្ទុកក្នុងការប្រឡងឧទាហរណ៍ថាបើយើងចង់ប្រឡង IELTS យើងចង់បានបន្ទុកប្រមាណបន្ទុក6កន្លះបន្ទុក7អញ្ចឹងណាស្ដាប់ទៅវាសាមញ្ញប៉ុន្តែវាសំខាន់ប្រៀបដូចជានឹងយើងទៅដើរលេងពេលយើងចេញពីផ្ទះបើសិនជាយើងគ្មានគោលដៅគឺយើងមិនអាចទៅដល់បានទេអញ្ចឹងយើងត្រូវមានគោលដៅចំណុចទី2គឺយើងត្រូវបង្កើតទម្លាប់សិក្សាអញ្ចឹងបន្ទាប់ពីយើងបានកំណត់គោលដៅហើយយើងត្រូវកំណត់ថាយើងត្រូវរៀនក្នុងមួយថ្ងៃប្រហែលម៉ោងហើយយើងរៀននៅកន្លែងណាយើងរៀននៅផ្ទះដោយខ្លួនឯងឬក៏យើងទៅរៀននៅសាលាយើងរៀនសៀវភៅអីគេហ្នឹងចំណុចទី2ហើយចំណុចទី3គឺយើងត្រូវកត់នៅពេលដែលយើងចេះពាក្យថ្មីមួយឬក៏យើងចេះអ្វីមួយដែលយើងមិនដែលបានរៀនពីមុនមកយើងត្រូវកត់ទុកក្នុងសៀវភៅមនុស្សភាគច្រើនឥឡូវហ្នឹងគាត់ចូលចិត្តថតរូបអញ្ចឹងបើយើងថតរូបគឺយើងមិនសូវចាំទេគេនិយាយថាបើសិនជាយើងកត់ព័ត៌មានហ្នឹងឆ្លងកាត់ខួរក្បាលយើងអញ្ចឹងធ្វើឲ្យយើងចាំព័ត៌មានហ្នឹងបានយូរអញ្ចឹងឧទាហរណ៍ថាបើយើងកត់ពាក្យអញ្ចឹងយើងចេះសរសេរចេះ spelling របស់ពាក្យហ្នឹងចំណុចទី3គឺយើងត្រូវរៀនពាក្យជាបណ្ដុំជា clear ឧទាហរណ៍ថា make dinner read a book turn on the light sing a song អញ្ចឹងយើងរៀនពាក្យហ្នឹងជាបណ្ដុំស្រួលយើងអាចយកពាក្យហ្នឹងទៅនិយាយឬក៏យកពាក្យហ្នឹងទៅសរសេរបើយើងរៀនវាដាច់ដោយឡែកគឺយើងមិនសូវចេះទេចំណុចមួយទៀតគឺយើងត្រូវ review មានន័យថាម៉េចគឺយើងត្រូវរំលឹកពេលដែលយើងរៀនបានច្រើនហើយរៀនពាក្យរៀនវេយ្យាករណ៍បានច្រើនយើងត្រូវរំលឹកឧទាហរណ៍ថាមួយអាទិត្យយើងរំលឹកម្ដងឬក៏4ថ្ងៃយើងរំលឹកម្ដងតែយើងអត់រំលឹកគឺយើងភ្លេចហើយចំណុចបន្ទាប់គឺយើងត្រូវអានអីក៏ដោយជាភាសាអង់គ្លេសអានអ្វីដែលយើងយល់ដូចជាអានព័ត៌មាននៅលើអ៊ីនធឺណិតដូចជាអានសៀវភៅបើយើងអានសៀវភៅខ្ញុំ recommend ឲ្យអានសៀវភៅកូនក្មេងភាសាសៀវភៅកូនក្មេងវាមានរូបវាមានការប្រើពាក្យសម្រាយអញ្ចឹងនៅពេលដែលយើងអានសៀវភៅក្មេងៗយល់ហើយយើងអាចឈានទៅដល់ការអានសៀវភៅមនុស្សធំដែលមានពាក្យពិបាកចំណុចមួយទៀតដែលអាចជួយឲ្យយើងរៀនភាសាអង់គ្លេសបានចេះលឿនហ្នឹងគឺខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាហ្នឹងមើលវីដេអូជាភាសាអង់គ្លេសមើលរឿងមើលចម្រៀងជាភាសាអង់គ្លេសអញ្ចឹងនៅពេលហ្នឹងយើងអាចរៀនពី pronunciation យើងអាចចាប់បានពាក្យថ្មីហើយចំណុចបន្ទាប់តកតងជាមួយនឹងចម្រៀងអញ្ចឹងការស្ដាប់ចម្រៀងហ្នឹងក៏ជួយឲ្យយើងនឹងបង្កើនចំណេះដឹងខាងភាសាអង់គ្លេសដែរនៅពេលដែលយើងស្ដាប់ចម្រៀងយើងដឹងពីការបញ្ចេញពាក្យពី stress របស់ពាក្យហ្នឹងអញ្ចឹងពេលយើងស្ដាប់ចម្រៀងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នានឹងមើលវីដេអូហើយមានអក្សរពេលហ្នឹងយើងអាចច្រៀងតាមអញ្ចឹងពេលហ្នឹងយើងអាចចេះពាក្យចំណុចបន្ទាប់គឺសរសេរកំណត់ហេតុនៅពេលដែលយើងរៀនពាក្យជាភាសាអង់គ្លេសយើងរៀនប្រយោគឬយើងរៀនវេយ្យាករណ៍យើងគួរតែអនុវត្តអញ្ចឹងយើងអនុវត្តតាមណាគឺតាមរយៈការសរសេរហ្នឹងគឺយើងមានកូនសៀវភៅមួយហើយយើងសរសេររៀងរាល់ថ្ងៃពីអ្វីដែលយើងមានឧទាហរណ៍ថាថ្ងៃនេះខ្ញុំមានអារម្មណ៍យ៉ាងម៉េចអញ្ចឹងខ្ញុំរៀបរាប់ពីអារម្មណ៍របស់ខ្ញុំឬក៏ថ្ងៃនេះមានអីកើតឡើងចំពោះខ្ញុំអញ្ចឹងខ្ញុំសរសេរ4-5ប្រយោគអញ្ចឹងយើងអាចប្រើពាក្យដែលយើងបានរៀនហ្នឹងយកមករៀបរាប់ពីអ្វីដែលកើតឡើងចំពោះយើងនៅក្នុងកំណត់ហេតុរបស់យើងចំណុចមួយទៀតដើម្បីឲ្យយើងនឹងបកកែ speaking គឺយើងគួរតែនិយាយឲ្យបានច្រើននិយាយជាមួយនរណាគេក៏បានតែបើសិនជាយើងគ្មានអ្នកនិយាយជាមួយយើងអាចនិយាយជាមួយនិយាយនៅមុខកញ្ចក់ឬក៏យើងថតសំឡេងខ្លួនឯងក្នុងទូរស័ព្ទយើងអាចចាក់ឡើងវិញទៅហើយយើងមើលថាយើងនិយាយខុសកន្លែងណាត្រូវកន្លែងណាហើយយើងកែប្រែចំណុចចុងក្រោយគឺខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នានឹងប្រើប្រាស់វចនានុក្រមដែលល្អឧទាហរណ៍ថាវចនានុក្រម Cambridge វចនានុក្រមល្អហ្នឹងមានប្រាប់យើងពីថ្នាក់ពាក្យប្រាប់យើងពីpreposition គេប្រើជាមួយអីគេអាចប្រាប់យើងអំពី stress ថាពាក្យនឹង stress ព្យាង្គទី1ឬព្យាង្គទី2ឧទាហរណ៍ថាពាក្យ teacher stress នៅព្យាង្គទី1អញ្ចឹងចំណុច
ដែលរៀនភាសាអង់គ្លេសឆាប់ចេះគឺមានតែប៉ុណ្ណឹងសង្ឃឹមថាអ្នកទាំងអស់គ្នាអាចយកទៅប្រើប្រាស់បាន Thank you